ត្រីរស់បំពងស្រួយញ៉ាំជាមួយនឹងទឹកគួនឆាទឹកប្រេងខ្យងជ្រលក់ជាមួយនឹងទឹកត្រីកោះកុងញ៉ាំទៅឡើងត្រូវគ្នាបងប្អូនដែលចូលចិត្តញ៉ាំជារបៀបម្ទេសឆាអាចកំងពីខាងខ្ញុំបានណាម្ទេសឆានេះគឺរសជាតិហឹរមកឆ្ងាញ់ហ្មងតោះមកមើលពីរបៀបធ្វើជាមួយខ្ញុំដំបូងត្រីរស់នេះគឺខ្ញុំលាងទឹកស្អាតហើយសម្រស់ឲ្យស្រស់ទឹកបន្តិចខ្ញុំយកត្រីរស់នោះមកឆូតទាំងសងខាងបែបនេះដើម្បីពេលបំពងទៅវាឆាប់ឆ្អិនហើយព្រិចកាឡាមើលទៅស្អាតហើយការឆូតរបស់ខ្ញុំនេះគឺខ្ញុំឆូតរៀងឃ្លាតឆ្ងាយគ្នាដែរកុំឲ្យឆូតចិត្តគ្នាពេកនៅពេលដែលយើងបំពងទៅប្រែទៅវាអាចនឹងបាក់ត្រីជា2ជា3អញ្ចឹងណាឆូតរួចរាល់ហើយត្រីរបស់ខ្ញុំគឺខ្ញុំឆូតយកកាឡាធំប៉ុណ្ណឹងបន្ទាប់មកគឺខ្ញុំយកម្សៅឆាយកមកក្រូយលាបនៅលើត្រីជុំវិញឲ្យសព្វប្រើជាប្រភេទម្សៅបំពងក៏បានដែរតែដោយសារតែខ្ញុំអត់មានប្រឡាក់ត្រីជាមួយម្សៅរួចហើយគឺខ្ញុំចាប់ផ្ដើមដាក់ប្រេងឆាចូលក្នុងខ្ទះបន្ទាប់មកគឺខ្ញុំរោយអំបិលបន្តិចចូលទៅក្នុងប្រេងឆានោះដែរទុកប្រេងឆានឹងឲ្យឡើងក្តៅហើយចាំដាក់ត្រីចូលបំពងហ្មងពេលដាក់អំបិលចូលទៅបើសិនជាខ្ទះយើងចប់ពេលយើងបំពងត្រីឬបំពងសាច់អីគឺវាអត់ចប់ខ្ទះទេហើយមួយវិញទៀតបើបំពងត្រីនឹងសកាវិញគឺជួយឲ្យត្រីយើងស្រួយបានល្អមែនតើកំឡុងពេលដែលបំពងត្រីហ្នឹងគឺខ្ញុំដួសប្រេងឆាដែលក្តៅហ្នឹងស្រោចនៅលើត្រីគឺថារិចកាឡាស្អាតខ្លាំងមែនតើហើយត្រីរបស់យើងក៏ស្រួយបានល្អផងដែរបំពងនេះគឺខ្ញុំអត់បង្ខំភ្លើងទេគឺដាក់ឲ្យត្រីរបស់យើងក្រហមឆ្អិនទៅតាមដំណើរបើសិនជាបងប្អូនអត់ចង់ញ៉ាំជាប្រភេទត្រីរស់ទេអាចយកត្រីក្រហមមកធ្វើក៏បានដែររសជាតិគឺឆ្ងាញ់ម្យ៉ាងម្នាក់ថ្ងៃនេះដោយសារតែខ្ញុំមានត្រីរស់អញ្ចឹងទៅក៏យកត្រីរស់មកធ្វើតែម្ដងពេលដែលបំពងត្រីបានក្រហមល្អហើយហ្នឹងគឺខ្ញុំប្រែទៅមកចំហៀងទៀតហើយក៏បន្តបំពងតទៀតដែរនិយាយទៅស្រង់ចេញមកលឺសំឡេងឡើងស្រួយហ្មងបន្ទាប់ពីក្រហមសពអស់ហើយគឺខ្ញុំស្រង់ចេញដាក់សម្រស់នៅលើខ្ទះនឹងទុកចោលស្ទុះសិនទៅចំណែកឯខ្ទះដែលខ្ញុំបំពងមិញហ្នឹងគឺខ្ញុំចាក់ប្រេងចេញខ្លះបន្ទាប់មកគឺខ្ញុំប្រើប្រេងឆាតែបន្តិចទេហើយដាក់ទឹកគួនតែឆាត្រឡប់នៅលើខ្ទះដែលយើងកំពុងតែក្តៅហ្នឹងបន្ទាប់មកគឺខ្ញុំបន្ថែមជាមួយនឹងទឹកប្រេងខ្យងថែមប៊ីចេងបន្តិចជាមួយនឹងស្ករសមួយចិបស្ករសមិនបាច់ចាំដាក់ក៏បានតាមយើងចូលចិត្តទេណាហើយឆាត្រឡប់ទឹកគួនហ្នឹងឲ្យបានឆ្អិនសព្វល្អមកទឹកគួននេះគឺខ្ញុំបេះនៅក្រោយផ្ទះនិយាយពីថាខ្ចីល្អមែនតើបានធ្លាក់ភ្លៀង1មេ2មេមកបេះញ៉ាំសឹងតែមិនតាន់បន្ទាប់ពីរៀបចំត្រីជាមួយនឹងទឹកគួនហើយគឺខ្ញុំចាប់ផ្ដើមមកធ្វើទឹកត្រីជូរអែមគឺទឹកឆាទឹកគួននៅសល់ហ្នឹងគឺខ្ញុំបន្ថែមជាមួយនឹងខ្ទឹមសម្ទេសច្រាំហើយដាក់អំពិលទុំចូល2គ្រាប់ថែមគ្រឿងមួយមុខបន្តិចទឹកត្រីស្ករប៊ីចេងយករបៀបជូរអែមដើម្បីឲ្យស្រោចនៅលើត្រីមកញ៉ាំទៅគឺឆ្ងាញ់មែនតើត្រីបើយើងស្រួយជាមួយនឹងទឹកត្រីយើងជូរអែមគឺថាត្រូវមែនតើបន្ថែមពីនឹងទៀតគឺខ្ញុំមានជាទឹកត្រីកោះកុងគឺស្រួលទេជឿថាបងប្អូនប្រកាសជាចេះធ្វើហើយខ្ញុំគ្រាន់តែច្រាំខ្ទឹមម្ទេសជាមួយគ្នាទៅលាយជាមួយនឹងទឹកត្រីស្ករប៊ីចេងច្បាច់ក្រូចឆ្មារសជាតិគឺយើងភ្លក់ទៅតាមចំណូលចិត្តចេញតែប៉ុណ្្នេះមកបាយ2ឆ្នាំងក៏អស់ដែរអរគុណបងប្អូនដែលបានចូលទស្សនាជួបគ្នានៅវីដេអូក្រោយៗជម្រាបលាបាយបាយ